ចូលមកបានមើលផងតែឆេះគ្នានេះយើងពេកឆេះគ្នាកុំអុចច្រើនអុចតែម្ដងបានហើយអត់ទេបាទណាចូលលេងពេកមកបាទគុំជូមកសងគួងចាំយើងជើងយ៉ាងដែរទាំងអ៊ីស្រាអែលសម្លេងទៀតប្រធាននៃកម្មវិធីបុណ្យទាំងអស់ជាទីរាប់អានសូមគោរពចំពោះលោកយាយលោកតាចាស់ព្រឹទ្ធាចារ្យនៅក្នុងកម្មវិធីនេះទាំងពីរវរៈអង្គរបស់យើងដែលលោកបានពាក្យលីនៅក្នុងសមរភូមិដែលលោកបានលះបង់កាច់ស្រស់ជាស្រស់ដើម្បីយកទៅការពារទឹកដីដែនសុវណ្ណភូមិរបស់យើងដោយអំណាចនៃការឈ្លានពានរបស់បរទេសធ្វើឲ្យកងទ័ពរបស់យើងត្រូវបានពាក្យលីជាហើយនឹងប្រុងស្មារតីជានិច្ចទោះបីលោកប្រឹងប្រែងយ៉ាងនោះក្តីក៏លោកមិនអាចឲ្យរូបថតរបស់បុរៈកងទ័ពរបស់យើងដើម្បីបញ្ចេញនៅសមានចិត្តគោរពគុណធម៌ចំពោះបុរៈកងទ័ពរបស់យើងដូច្នេះខ្ញុំបកណាសូមរត់ទៅនិមន្តសូមគោរពអញ្ជើញព្រះសង្ឃគ្រប់ព្រះអង្គទាំងមន្ត្រីរាជការគ្រប់ស្ថាប័នទាំងអស់លោកអ្នកដែលជាស្ថាបនិកឥស្រាអែលបដីសម័យទៀនទុកខាងទុកកាអើយទុកខ្លាំងប៉ុនប្រមាណពីតោកាលធម្មអើយទុកក្នុងប្រាណទៅអត់ណាស្រាំស្រានទុកដល់ខ្លួនស្រីអនិច្ចាអូយទុកសាប់ទុកទៅនៅនឹកយូរឡើយនៅជាខ្មោចសូមសាប់ណាអន្ត្រីសេចក្តីសោកសៅនិងសេចក្តីជឿជោគចាប់ដែលមិនអាចបំភ្លេចបានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមក៏ទទួលដែរត្រូវប្រព្រឹត្តវិរិយចាកទីលំនៅបាត់បង់ដីស្រែចម្ការទីច្បារដំណាំទ្រព្យសម្បត្តិជាទីស្រឡាញ់ទ្រព្យសម្បត្តិជាទីមនោរម្យដែលជាមរតកនៅក្នុងទីរហោឋានហាលភ្លៀងហាលថ្ងៃអត់បានក៏ហាលទឹកដូចនេះសូមអំណាចនៃបុណ្យកុសលដែលយើងខ្ញុំបានសាងទាំងប៉ុណ្ណាសូមមកទឹកទៅវិរៈកងទ័ពរបស់កម្ពុជាសូមឲ្យលោកទទួលយកនៅមហាកុសលហើយសូមឲ្យបានសោយសុខនៅក្នុងសម្បត្តិសុគតិភពសួគ៌ទេវលោកកុំបីខានឡើយដែលលោកបានហើយសូមដួងវិញ្ញាណក្ខន្ធរបស់លោកដែលមានទឹកចិត្តស្នេហាការពារទឹកដីកម្ពុជាសូមមកជួយចោលចាញ់បណ្ឌិតខ្មាំងសត្រូវឲ្យអត់ទៅអំពីទឹកដីកម្ពុជាកុំបីខានឡើយសូមអនុមោទនាសូមសម្រួលលេខយ៉ាបតសូមរតនានិមន្តប្រសងចូលបទទុពុនទាំង Người đây xa nó chẳng sao vậy nhé, và tầm mời mình thấy sẽ là tập trồn một.
បន្តគឺយុវជនសសយកទៅណាបាទអាយុលើកចែកទៀតអីចូលពីចូលជួយបាទបន្ទាប់ពីយុវជនសសយកបាទសូមឲ្យលោកយាយលោកតាមុនបាទព្រោះកាត់ចាស់យូរនេះនៅចាំយូរអត់បានទេចាស់បន្ទាប់ពីលោកយាយលោកតាមិនគាត់ថប់សិនយាយមុនគាត់ហូបទៅក្នុងសំឡងទៅមកមកយកស្បែកជើងវិញចាលើបងនេះវិញចាស់គ្នាចាញ់រួយមិនមកគូក៏រលូនទៅបាយស្រៀមទៀតចាស់តិចទៅណោះទៅណោះចាដាក់ដោទៅហីបាត់ដាក់ទៅជាងលើកដល់ដាក់ជាងខ្ញុំចូលដល់ខ្លាំងឡើងចូលខ្លាំងទៀតដល់ច្រើននេះរៀនខ្លះខកពីទៀតពេលពេលរកទេបាញ់មុខផងសម្រាប់ព្រៃភ្នំចម្រុំកាប់ត្រូវលើកាប់មិនទីកងអូនប្រកូនកំសាប់អត់ផងជាជាចម្លានប្រវត្តិសាស្ត្រធម្មជាតិលៀកពីទឹកដីដែលប្រាថ្នាមនុស្សយើងខ្លាំងណាស់សូមមិនអប់ចំពោះចិត្តដែលយើងចិត្តនោះយើងខ្លាយជាមេត្តាប៉ុន្តែគុំភ្លេចថាទោះបីយើងមិនជឿខ្លួនជាមេត្តាតែត្រូវមានឆន្ទៈការពារនៅដែរបាទទោះបីយើងមិនភ្លេចក្នុងចិត្តបាទតែយើងនៅមានចិត្តការពារបាទគឺមានឆន្ទៈដោយព្រះអង្គគ្រូមានសំដីការទេសនាខាងដើមចឹងថាហើយយើងត្រូវខំរៀនឲ្យមានសមត្ថភាពណាកាលណាយើងមានសមត្ថភាពគឺយើងអាចការពារ